បាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែមីមីងទាំងអស់គ្នាបាទពុកម៉ែមីមីងបាទនៅក្នុងថ្ងៃនេះគឺថ្ងៃទី14បាទទៅថ្ងៃចូលឆ្នាំបាទខ្មែរហើយអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំបាទក៏មានសបិនចែកជូនទៅកាន់ពុកម៉ែមីមីងមួយផងដែរខ្លីទេពុកម៉ែមីមីងបាទហើយយឺតយូរដែរព្រោះទៅមកពីវត្តវិញបាទពុកម៉ែមីបាទអញ្ចឹងនៅក្នុងសបិនរបស់ខ្ញុំនោះគឺខ្ញុំសបិនឃើញថាខ្ញុំបើកឡានពុកម៉ែមីមីបាទឃើញខ្ញុំបើកឡានហើយខ្ញុំដុបប្រពន្ធខ្ញុំអញ្ចឹងណាហ្នឹងហើយប៉ុន្តែគាត់ថាឡាននោះវាមិនមែនឡានរបស់ខ្ញុំទេឡានទូចមិនទៅឆ្អៀតហ្មងពុកម៉ែមីងបាទឆ្អៀតឡើងណែនកន្លែងយើងជន់គេជន់អីណែនហ្មងឆ្អៀតមែនតើព្រោះឡានតូចមែនតើណាពុកម៉ែមីងបាទហ្នឹងហើយអញ្ចឹងសុបិនគឺមានប៉ុណ្្នឹងហើយឡាននោះមិនដឹងម៉ែអីទេហើយក៏មិនដឹងថាប្រាក់លេខអីប្រហែលដែរពុកម៉ែមីងណាបាទហ្នឹងហើយមានតែប៉ុណ្្នឹងចែកជូនទៅកាន់ពុកម៉ែមីមីងសូមជូនពរពុកម៉ែមីមីងបាទក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះសូមឲ្យបាទមានលាភមានជ័យហេងៗទាំងអស់គ្នា